bánh khăn năm hái dương rùa vía ở tờ lọp tờ lần đầy tới là mày ơi vía bà xôm chụp đẹp số bà thằng ngày đây trong năng vôวิธีសាស្ត្រក្នុងការកំចាត់ខ្យងថៃឬក៏ខ្យងយួននៅក្នុងស្រែនេះឲ្យមានប្រសិទ្ធភាពផងដែរបាទយើងដឹងថាខ្យងប្រភេទខ្យងថៃឬក៏ខ្យងយួននេះបាទតែមានពងវាពណ៌រាងពណ៌ផ្កាឈូកឬក៏ក្រហមនេះគឺវាផ្ដល់នៅផលប៉ះពាល់ក៏ដូចជាការលំបាកក្នុងការធ្វើស្រែប្រាំងយើងខ្លាំងមែនទែនបាទហើយប្រភេទខ្យងនេះគឺតែចាប់ផ្ដើមចូលនៅក្នុងប្រទេសកម្ពុជាប្រហែលឆ្នាំចុងក្រោយនេះទេបាទអញ្ចឹងប្រភេទហ្នឹងគឺយើងប្រភេទខ្យងហ្នឹងគឺយើងមិនអាចហូបបានទេដោយសារកម្មួនរបស់វាហ្នឹងវាមានជាតិពុលពេលដែលយើងហូបទៅវាអាចធ្វើឲ្យក្អួតវិលមុខវិលអីជាដើមបាទហើយខ្យងហ្នឹងយើងអាចយកទៅធ្វើចំណីសត្វបានមានដូចជាចំណីមនចំណីទាឬក៏ចំណីជ្រូកអីជាដើមបាទគឺយើងអាចធ្វើជាចំណីសត្វបានប៉ុន្តែយើងមិនអាចហូបបានទេព្រោះវាអាចធ្វើយើងនឹងកពុលក្អួតអីចឹងណាបាទហើយចំពោះប្រភេទខ្យងនេះដែរបាទវិធីសាស្ត្រដែលយើងគួរតែប្រើដែលល្អបំផុតនោះគឺបាទគឺយើងធ្វើការបាញ់បាទយើងធ្វើការបាញ់យើងបញ្ចូលទឹកនៅក្នុងស្រែសិនមកបាទព្រោះយើងធ្វើការបាញ់ទៅតមកយើងវាយដីបាទយើងឲ្យត្រាក់សើយដីមកវាយដីមកដើម្បីឲ្យយើងបាញ់ពេលដែលយើងបាញ់ទៅលើដីស្រែរបស់យើងហើយត្រាក់វាយសើយដីទៀតអញ្ចឹងបានន័យថាវាច្បល់ចូលគ្នាណាបាទវាច្បល់ចូលគ្នាជាមួយនឹងថ្នាំជាមួយនឹងនៅក្នុងដីហ្នឹងវាធ្វើឲ្យខ្យងទាំងនៅលើគោកទាំងនៅក្នុងដីក៏វាអាចកម្ចាត់បានក៏វាងាប់ដែរអញ្ចឹងហើយបើសិនជាយើងមិនបានបាញ់ហើយវាយដីទេឬក៏យើងវិធីសាស្ត្រមួយទៀតក៏យើងធ្វើបានដែរយើងបាញ់ថ្នាំហើយយើងរាស់វាឲ្យត្រឡប់ទៅលិនដីទៅដើម្បីឲ្យវាជ្រាបទៅដល់ខ្យងបាទហ្នឹងហើយចំពោះខ្យងប្រភេទនេះគឺវាបើសិនជាយើងបាញ់បញ្ចូលទឹកហើយយើងបាញ់ពីលើគឺទៀតថាយើងព្រោះហើយអញ្ចឹង7ថ្ងៃទៅ10ថ្ងៃក្រោយមកយើងធ្វើការបញ្ចូលទឹកហើយយើងធ្វើការបាញ់ថ្នាំខ្យងបាទអញ្ចឹងគឺវាអត់សូវនេះទេវាងាប់អត់សូវស្អាតទេវាងាប់អត់សូវស្អាតអញ្ចឹងចាញ់យើងបាញ់ហើយឲ្យត្រាក់សើយឬមួយក៏យើងសើយហើយបាញ់ហើយយកពយន្តមករស់អាហ្នឹងគឺវាមានប្រសិទ្ធភាពខ្ពស់ជាងបាទនៅប្រភេទខ្យងថៃបាទហើយចំពោះការប្រើប្រាស់ថ្នាំគឺយើងដាក់ឲ្យខ្លាំងហើយណាព្រោះយើងអាចខ្លាចប៉ះពាល់ក្របស្រូវប្រឡូកស្រូវទេហ្នឹងហើយគឺទៀតថាក្នុង2-10មហាត់អីចឹងទៅយើងអាចលៃមើលថ្នាំខ្យងហ្នឹងបាទប្រភេទអាបាម៉េចទេហ្នឹងសារធាតុអាបាម៉េចទេណាបាទគឺយើងអាចលេខដាក់3-10មហាត់អីទៅគេអាចថាគុណនឹង2ហើយណាយើងត្រូវដាក់គុណនឹង2ហើយទៅអញ្ចឹងពេលដែលយើងបាញ់ហើយយើងវាយដីសើយឬមួយក៏យើងរស់ហើយយើងបាញ់ថ្នាំកម្ចាត់ខ្យងហ្នឹងហើយយើងរស់ដីប្រាវទៅគឺវាសពបានល្អថ្នាំវារត់សពគ្រប់ដីណាហើយវាជ្រាបទៅដល់ខ្យងទាំងអស់នៅក្នុងស្រែបាទនៅកន្លែងកន្លោះកលៀនក្នុងដីលើដីក្នុងទឹកអីគឺវាងាប់ទាំងអស់អាហ្នឹងគឺវាមានប្រសិទ្ធភាពខ្លាំងតែបើសិនជាយើងបាញ់ថ្នាំបាទយើងបាញ់ថ្នាំយើងព្រោះហើយអញ្ចឹងទៅបាន7ថ្ងៃទៅ10ថ្ងៃគឺយើងធ្វើការបញ្ចូលទឹកគឺខ្យងចាប់ផ្ដើមហើបឡើងមកគឺយើងបាញ់ថ្នាំទៅយើងមិនអាចបាញ់ដាក់ថ្នាំចាស់បានទេព្រោះថ្នាំខ្យងវារៀងក្តៅអញ្ចឹងណាបាទថ្នាំខ្យងរៀងក្តៅអញ្ចឹងដាក់ថ្នាំចាស់ខ្លាំងពេកវាធ្វើឲ្យប៉ះពាល់ស្រូវហើយបើសិនជាយើងដាក់ថ្នាំមើលស្ទើខ្យងវាអត់ងាប់អញ្ចឹងណាបាទហើយណាមួយវាងាប់បានតែលើប៉ះតែយើងបាញ់ទៅវាប៉ះណាហ្នឹងវាងាប់អញ្ចឹងការបាញ់ថ្នាំខ្យងនៅក្នុងស្រែបើសិនជាយើងបាញ់ក្រោយពេលដែលយើងដាក់ទឹកហើយយើងព្រោះហើយបាន7-8ថ្ងៃហ្នឹងគឺយើងដាក់ទឹកហើយបើយើងបាញ់ថ្នាំខ្យងគឺប្រសិទ្ធភាពវាស្ទើរជាងយើងបញ្ចូលទឹកហើយតមកយើងរាស់ដីបាទឬមួយក៏យើងសើយដីបញ្ចូលទឹកហើយយើងទៅយើងបាញ់ថ្នាំណាបាទអញ្ចឹងសូមបញ្ជាក់ម្ដងទៀត
วิธีซาได้ได้ขยมมาทั้งเมียนบอบิซาวแบบบอลจมวยหนึ่งกาเตะจมวยหนึ่งการบอลซาวปีกะสกอได้ก่อนมีจำเนียงได้ก่อนเฟิร์สไรรอบชนะมาหายบ่าที่มวยคือกอดประโจตะขนมสายมุนกาเซยบาดกุดประโจตะเต๋อดำใบจองหาพลังมอคือยังบันทนำเต๋อบันทนำช่องบ่าบันทนำช่องให้ยอตระเซยนั่นไงนั่นคือวิธีซาติมวยแบบที่ซาติปีบ่าคือยังประโจตะเขาจะตระเซยไอให้ให้ยังบันทนำช่องนะบันทนำช่องเรื่องจ้างได้เต๋อได้จ้างได้เต๋อบาดกุนปีบ่ายังตลอดบันจะธรรมดามวยจังยังได้ปีจังนะกุนปีนะบ่าไอ้ต่อมายังรอเขาเวตลอดเต้นจังช่องเนื้อขนมใดนั่นคือวิ่งออกบานสะอาดวิ่งออกบานละอเชียงกลายไปได้ยังโปรไฮบานเปิลใบไงดับไงคือยังโจดักให้บันเชิงมันนำช่องวิประสิทธิ์พิบอกวิเรียนสเตอร์เชียงยังเพื่อการบันมุนปลูบ่าจังมีนแต่บันดังเตะบ่าสมบัติกล